ឥឡូវនេះគឺយើងបដូរពីពាក្យថាបង្ក្រាបមកប្រើពាក្យថាបោសសម្អាតហើយគោលការណ៍របស់រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាស្នូលមួយដែរនោះគឺយើងបានដាក់បន្ទាត់ក្រហមបោសសម្អាតបទល្មើសឆ្លងដែនពោលគឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះឲ្យបានស្អាតអស់ពីលទ្ធភាពនៅត្រឹមកំឡុងខែមេសាឆ្នាំ2026នេះបាទហើយយន្តការរបស់យើងជារួមយើងមានចំនួននៃ3យន្តការសំខាន់យន្តការថ្នាក់ជាតិគឺរាជរដ្ឋាភិបាលតែម្ដងគណៈកម្មការចំពោះកិច្ចដែលមានសម្ដេចធិបតីជាប្រធានយន្តការថ្នាក់ក្រសួងមហាផ្ទៃយើងមានគណៈកម្មការចំពោះកិច្ចដែរបូកជាមួយនឹងអគ្គស្នងការដ្ឋាននគរបាលជាតិយន្តការថ្នាក់រាជធានីខេត្តគឺមានគណៈកម្មការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនឹងដូចគ្នានេះគឺជាយន្តការដែលយើងប្រើវិធានការសរុបមធ្យោបាយសរុបនិងកម្លាំងសរុបដើម្បីបោសសម្អាតដោយដែលបានបញ្ជាក់ខាងលើថាក្នុងកំឡុងខែមេសាឆ្នាំ2026យ៉ាងយូរគឺឲ្យបានស្អាតដោយមិនរើសមុខជនបរទេសណាទេដោយមិនរើសមុខនរណាដែលជាមេខ្លោងឬក៏ពាក់ព័ន្ធទេឲ្យតែនៅក្នុងប្រទេសលើកលែងតែអ្នកនោះនៅក្រៅប្រទេសយើងមិនអាចប្រតិបត្តិការបានទេការចុងក្រោយដែលដាក់បន្ទាត់ក្រហមក្នុងកំឡុងខែមេសាឆ្នាំ2026បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសពោលគឺនៅតាមបណ្ដារាជធានីខេត្តនេះគឺខ្ញុំអាចហៅថាជាយុទ្ធនាការឬក៏ប្រតិបត្តិការ XXL ដោយមិនអាចឲ្យមានតទៅទៀតទេហើយកម្លាំងប្រតិបត្តិការទី1គឺកម្លាំងស្នូលរបស់រដ្ឋបាលរាជធានីខេត្តលោកដឹកនាំក្នុងនាមជាប្រធានគណៈកម្មាធិការប្រធានគណៈបញ្ជាការឯកភាពបាទហើយក៏អាចមានកម្លាំងប្រតិបត្តិការចេញពីក្រសួងមហាផ្ទៃពោលគឺមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការផងដែរដែលអាចចូលទៅត្រួតសភាពការជាមួយឬក្នុងករណីចាំបាច់ណាមួយគឺកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលោកអាចប្រតិបត្តិការដោយខ្លួនឯងតែម្ដងតែយើងសង្ឃឹមថាប្រតិបត្តិការ XXL នេះគឺផ្ដើមចេញពីកម្លាំងរបស់រដ្ឋបាលខេត្តហើយក្នុងករណីចាំបាច់មានសំណូមពរគឺកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃនឹងចូលទៅជួយបាទគ្រប់ស្ថានភាពទាំងអស់ប្រសិនបើក្នុងប្រតិបត្តិការ XXL កំឡុងខែមេសាឆ្នាំ2026បណ្ដាខេត្តណាដែលបន្សល់ទុកឲ្យមានសេសសល់ហើយត្រូវបានរកឃើញថាមានការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះតទៅទៀតខេត្តនោះគឺទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាលទទួលខុសត្រូវចំពោះមុខតំណែងរបស់ខ្លួនហើយនឹងទទួលខុសត្រូវចំពោះនៃច្បាប់ផងដែរនេះគឺជាគោលការណ៍ដាច់ណាត់បាទ